វីដេអូនេះគឺជាវីដេអូដែលថតមុនរឿងកើតហេតុ2ម៉ោងអ្នកទាំងអស់គ្នាហើយត្រីមួយនេះគឺជាត្រីពុលមកនៅស្ទឹងត្រែង7ឆ្នាំហើយនេះគឺជាលើកទី1ហើយដែលខ្ញុំទិញត្រីប៉ះត្រីពុលហើយការទិញត្រីនេះគឺជាការចាញ់បោកគេទាំងស្រុងតែម្ដងព្រោះដោយសារអ្នកលក់បានប្រាប់ខ្ញុំថាវាជាប្រភេទត្រីដែលអាចញ៉ាំបានអញនិយាយបានថាខ្ញុំគឺជាមនុស្សម្នាក់ដែលអត់សូវស្គាល់ប្រភេទត្រីច្បាស់ទេអញ្ចឹងនៅពេលដែលអ្នកលក់ប្រាប់ថាអាចញ៉ាំបានគឺខ្ញុំជឿគាត់ទាំងស្រុងតែម្ដងហើយវីដេអូមួយនេះគឺខ្ញុំគ្រាន់តែមកប្រាប់អ្នកទាំងអស់គ្នាកុំឲ្យចាញ់បោកដូចជាខ្ញុំដែរចំពោះប្រភេទត្រីនេះគឺជាប្រភេទត្រីប្រលូងឬក៏ត្រីតមូងដែលគេអត់ស្ទើរញ៉ាំវាទេនៅរដូវវស្សាឬក៏នៅរដូវទឹកឡើងដោយសារតែនៅរដូវកាលនេះគឺប្រភេទត្រីនេះនឹងស៊ីផ្លែឈើពុលដែលធ្លាក់ចូលទៅក្នុងទន្លេអញ្ចឹងវាបង្កឲ្យក្នុងខ្លួនរបស់ត្រីហ្នឹងគឺមានសារធាតុពុលតែម្ដងអញ្ចឹងចំពោះត្រីនេះនៅពេលដែលញ៉ាំគឺគេរើសពេលវេលាណាគេត្រូវញ៉ាំវានៅរដូវប្រាំងរដូវទឹករីងតែម្ដងនៅពេលនោះត្រីនោះមិនមានជាតិពុលទេហើយអ្វីដែលយើងអាចចំណាំបានថាត្រីនោះមានជាតិពុលឬក៏អត់មានជាតិពុលគឺយើងអាចសម្គាល់ទៅលើរូបរាងត្រីតែម្ដងនៅពេលដែលប្រភេទត្រីនេះមានជាតិពុលគឺយើងអាចសម្គាល់ទៅលើស្រកីឬក៏កន្ទុយរបស់វាអ្នកនរគ្នាខ្ញុំអត់ដឹងថានឹងស្រកីឬអីទេអាក្រហមព្រុយវាហ្នឹងនៅពេលដែលវាឡើងពណ៌ក្រហមបែបនេះគឺត្រីហ្នឹងមានសារធាតុពុលនៅក្នុងខ្លួនរបស់វាហើយអញ្ចឹងយើងសម្គាល់បែបហ្នឹងហើយយើងនឹងមិនទិញគេដូចជាខ្ញុំទេអ្នកនរគ្នាស្ដាប់ខ្ញុំរៀបរាប់ទៅប្រកាសជាគិតថាខ្ញុំដូចជាដឹងអំពីត្រីហ្នឹងច្បាស់លាស់មែនទែនតែហេតុអីក៏នៅទិញត្រីប៉ះត្រីពុលអ្នកនរគ្នាខ្ញុំដឹងច្បាស់នៅពេលដែលខ្ញុំបានពុលត្រីហ្នឹងរួចទៅហើយអញ្ចឹងនៅពេលដែលខ្ញុំពុលត្រីហ្នឹងគឺខ្ញុំបានដើរសាកសួរគេថាវាជាប្រភេទត្រីអីព្រោះដោយសារនៅពេលដែលខ្ញុំបានទិញត្រីហ្នឹងខ្ញុំបានសួរអ្នកលក់ថាតើវាជាប្រភេទត្រីអីឈ្មោះត្រីអីហើយនៅពេលដែលខ្ញុំបានទិញត្រីនោះអ្នកលក់បានប្រាប់ខ្ញុំថាគឺជាត្រីច្រឡឹងឈ្មោះរបស់វាគឺជាត្រីច្រឡឹងហើយពេលនោះបើសិនជាគាត់ប្រាប់ខ្ញុំថាត្រីតមូងត្រីបលូងក៏ខ្ញុំអត់ដឹងថាត្រីនឹងពុលដែរព្រោះដោយសារយើងអត់ទាន់ស្គាល់សោះតែម្ដងហើយនៅពេលដែលខ្ញុំបានសាកសួរអ្នកទាំងអស់គ្នា10នាក់គឺប៉ះម្នាក់ឯងដែលធ្លាប់ញ៉ាំប្រភេទត្រីពុលគាត់ថាញ៉ាំត្រីនៅខេត្តស្ទឹងត្រែងនេះគឺត្រូវតែប្រុងប្រយ័ត្នតិចបើត្រីណាយើងស្គាល់ចាំញ៉ាំបើត្រីណាដែលយើងអត់ស្គាល់កុំញ៉ាំអីអាចនឹងពុលនិយាយដល់ចំណុចនេះគឺចាប់ផ្ដើមខឹងអ្នកលក់តែម្ដងអ្នកទាំងអស់គ្នាថាទៅខ្ញុំអ្នកទិញគឺអត់ស្គាល់ប្រភេទត្រីច្បាស់ទេប៉ុន្តែគាត់អ្នកលក់គឺជាអ្នកដែលស្គាល់ប្រភេទត្រីច្បាស់បំផុតហើយហេតុអីដែលនៅតែលក់ត្រីនឹងមកឲ្យខ្ញុំអ្នកទាំងអស់គ្នាត្រីដែលខ្ញុំទិញហ្នឹងគឺខ្ញុំទិញពីអ្នកដែលយកត្រីមកបោះម៉ួយឲ្យអ្នកលក់នៅផ្សារតែម្ដងអ្នកទាំងអស់គ្នាអញ្ចឹងគាត់ប្រាប់ថាត្រីគាត់ហ្នឹងគឺសល់តែមួយនឹងទេដែលអត់មានអ្នកទិញអញ្ចឹងឲ្យខ្ញុំនឹងជួយទិញគាត់យកតែម្ដងទៅអញ្ចឹងដោយសារតែខ្ញុំឃើញគាត់សល់តែមួយនឹងគិតថាឲ្យគាត់នឹងប្រញាប់ទៅផ្ទះគាត់ទិញយកគាត់តែម្ដងហើយនៅពេលដែលទិញហ្នឹងគឺអត់មានការសង្ស័យអីសោះតែម្ដងគ្រាន់តែគិតក្នុងចិត្តថាត្រីធំដែរអ្នកទាំងអស់គ្នាចំនួនរបស់វាហ្នឹងគឺ1គីឡូ4ខាំអញ្ចឹងតម្លៃត្រីជាទូទៅឲ្យតែធំប៉ុណ្នេះហើយយ៉ាងតិចក៏1គីឡូ15000ដែរប៉ុន្តែចំពោះត្រីនេះគឺគេលក់នៅក្នុង1គីឡូ5000អញ្ចឹងខ្ញុំឆ្ងល់ខ្ញុំសួរគាត់ថាតើត្រីហ្នឹងហេតុអីបានជាវាមានតម្លៃធូរថ្លៃជាងគេម្ល៉េះហើយពេលនោះគាត់បានប្រាប់ខ្ញុំថាដោយសារតែគាត់ប្រញាប់ទៅផ្ទះដោយសារគាត់នៅតែត្រីតែមួយអញ្ចឹងគាត់លក់តម្លៃរៀងធូរថ្លៃបន្តិចដើម្បីគាត់នឹងអានប្រញាប់ទៅផ្ទះអញ្ចឹងនេះគឺជាដើមហេតុដែលអ្នកលក់គាត់ដឹងច្បាស់ថាត្រីរបស់គាត់នឹងគឺជាត្រីពុលប៉ុន្តែគាត់នៅតែលក់ឲ្យខ្ញុំហើយនេះគឺជាទង្វើអសិលធម៌ខ្លាំងមែនទែនចំពោះអ្នកលក់ដែលគិតឃើញតែពីផលប្រយោជន៍អត់គិតឃើញពីផលប៉ះពាល់ទៅលើអ្នកទិញខ្ញុំពិតជាចង់ដឹងពីក្នុងចិត្តរបស់គាត់មែនទែនតើគាត់គិតអីគេដែលគាត់យកត្រីពុលមកលក់ឲ្យខ្ញុំហើយខ្ញុំពិតជាចង់ដឹងមែនទែនបើសិនជាពួកខ្ញុំរងគ្រោះដោយសារពុលត្រីនឹងរហូតដល់ស្លាប់តើគាត់នឹងមានវិបត្តិសារីអត់